ហើយអ្វីថៃកំពុងតែសាងសង់របងព្រំដែនជាមួយនឹងកម្ពុជាហើយតើវាមានអត្ថន័យយ៉ាងណាបើសិនជាថ្ងៃណាមួយព្រំដែនរវាងប្រទេសកម្ពុជានិងថៃវាមិនមែនជាខ្សែបន្ទាត់ព្រំដែនធម្មតាទេវាមិនមែនជាខ្សែរបងលួសទេប៉ុន្តែវាคล้ายទៅជាបេតុងដ៏រឹងមាំវាคล้ายទៅជាជញ្ជាំងដែកដ៏ក្រាស់តើនៅពេលនោះកម្ពុជានិងថៃពិតជាលែងមានទំនាក់ទំនងជាមួយគ្នាបានមែនឬមួយក៏យ៉ាងណាកាលពីអតីតមុនសារព័ត៌មានមួយរបស់ប្រទេសថៃបានតាក់ទាញសារព័ត៌មានអន្តរជាតិឲ្យយកទៅធ្វើការផ្សាយបន្តហើយព័ត៌មាននោះបានរាយការណ៍អំពីយោធាថៃបានបង្ហាញពីគម្រោងសាងសង់របងបេតុងដែលធ្វើការខណ្ឌចែកព្រំប្រទល់រវាងប្រទេសថៃនិងប្រទេសកម្ពុជាហើយសារព័ត៌មានអន្តរជាតិ Reuters ក៏យកទៅចុះផ្សាយបន្តតាមរយៈការរាយការណ៍របស់សារព័ត៌មាន Reuters បាននិយាយថាគម្រោងនៃការសាងសង់របងព្រំដែនជាមួយនឹងកម្ពុជានេះថៃមានគ្រោងដំបូងដោយចាប់ផ្ដើមពី 1.3 គីឡូម៉ែត្រហើយគេនឹងធ្វើការសាងសង់ពង្រីកទៅទីតាំងផ្សេងទៀតបើសិនជាគេយល់ឃើញថាសមស្របមន្ត្រីយោធាថៃគេបានបញ្យល់ថាគោលបំណងគឺដើម្បីពង្រឹងនៅសន្តិសុខការពារនៃសុវត្ថិភាពនិងគ្រប់គ្រងតាមតំបន់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃប៉ុន្តែសម្រាប់មនុស្សជាច្រើនមិនមែនតែប្រជាជនកម្ពុជាក៏មិនមែនតែអ្នកទស្សនាសារព័ត៌មាន Reuters ដែរសំណួរដ៏ធំមិនមែនថាតើគេសាងសង់របងដែរឬទេនោះទេប៉ុន្តែសំណួរដែលធំជាងគេហើយបង្កើតចម្ងល់ខ្លាំងជាងគេហេតុអ្វីក៏សាងសង់របងនៅពេលនេះនៅពេលដែលកំពុងមានចំនួននៅពេលដែលមិនទាន់ចប់ដាច់ស្រេចនៅពេលដែលមិនទាន់មានការចរចាហេតុអ្វីសង់របងនៅពេលនេះជាហេតុផលដែលចង់ការពារសុវត្ថិភាពពិតមែនពង្រឹងនៅការការពារព្រំដែនពិតមែនឬក៏មានហេតុផលផ្សេងដើម្បីយករូបភាពទាំងអស់ហ្នឹងទៅធ្វើការផ្សព្វផ្សាយនៅក្នុងប្រទេសខ្លួនឯងដើម្បីកេងចំណេញលើនយោបាយក្នុងប្រទេសដោយមានការអាងថាកន្លែងដែលគេសាងសង់គឺជាកន្លែងដែលមិនមានចំនួននិងជាកន្លែងដែលធ្លាប់ព្រមព្រៀងគ្នារួចមកហើយក៏ប៉ុន្តែមានចំណុចមួយដែលនៅក្នុងសារព័ត៌មានថៃបានផ្សាយបន្ថែមថាគេនឹងធ្វើការសាងសង់បន្តទៀតតាមកន្លែងដែលគេយល់ឃើញថាសមស្របហើយបើតាមរូបភាពនៅក្នុងសារព័ត៌មានដែលគេយល់ឃើញថាសមស្របនោះគឺជាកន្លែងដែលកំពុងតែឈ្លានពានលើកម្ពុជានោះឯងហើយដើម្បីដឹងច្បាស់ពីរឿងនេះយើងទាំងអស់គ្នាត្រូវត្រឡប់ទៅដឹងពីព្រឹត្តិការណ៍នៅក្នុងឆ្នាំ2025នេះនៅពេលនោះគឺមានការប៉ះទង្គិចប្រដាប់អាវុធកើតឡើងរវាងប្រទេសថៃនិងប្រទេសកម្ពុជាដែលនៅតាមបណ្ដោយព្រំដែនមានអ្នកដែលស្លាប់និងរបួសជាច្រើនហើយក៏មានប្រជាជនជាច្រើនធ្វើការភៀសខ្លួនអ្នកដែលភៀសខ្លួនច្រើនជាងគេបំផុតគឺជាអ្នករស់នៅតាមបណ្ដោយព្រំដែនរបស់ប្រទេសកម្ពុជាចំណែកប្រទេសថៃវិញយើងដឹងហើយគឺមានការភៀសខ្លួនដែរតែគេដូចជាបានត្រៀមទុកមុនច្រើនដូចជាគេត្រៀមខ្លួននៅក្នុងការវាយប្រហារមកកាន់កម្ពុជាអញ្ចឹងប៉ុន្តែសម្រាប់កម្ពុជាវិញគឺនៅពេលដែលយើងមិនបានត្រៀមខ្លួនយើងមិនបានដឹងថាប្រទេសថៃនឹងធ្វើការវាយប្រហារមកកាន់យើងការជម្លៀសខ្លួនរបស់ប្រជាជនកម្ពុជារបស់យើងនៅតាមបណ្ដោយព្រំដែនគឺមានផលវិបាកខ្លាំងនៅពេលនោះគឺជាពេលវេលាមួយដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចទេហើយបន្ទាប់មកភាគីទាំងពីរបានយល់ស្របនៅក្រោមបទឆបានមួយដែលមានការសម្របសម្រួលពីសហរដ្ឋអាមេរិកទៅកាន់ខាងប្រធានអាស៊ានដូវេនដែលជាប្រទេសម៉ាឡេស៊ីនៅក្នុងអំឡុងពេលនោះនៅពេលដែលមានការសម្របសម្រួលឲ្យមានបទច្បាញ់ក៏ពិតមែនក៏ប៉ុន្តែភាពតានតឹងមិនបានបាត់ទៅភ្លាមនៅក្នុងអំឡុងពេលនោះទេទោះបីជាស្ថានភាពមើលទៅដូចជាល្អប៉ុន្តែមានការរំលោភបំពានបទច្បាញ់ពីខាងភាគីថៃដោយចោទប្រកាន់មកលើកម្ពុជាទៀតហើយនៅក្នុងអំឡុងពេលនោះសារព័ត៌មានជាច្រើនរបស់អន្តរជាតិបានធ្វើការផ្សព្វផ្សាយនៅក្នុងនោះមានសារព័ត៌មានមួយរបស់ Reuters ដែលបាននិយាយថានៅភាពតានតឹងរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅតែបន្តហើយនៅមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការចាប់ផ្ដើមនៅសង្គ្រាមក៏ដូចជាពីការរំលោភបទច្បាញ់អីចឹងទៅអញ្ចឹងសរុបមកបើទោះបីជាមានបទច្បាញ់នៅក្នុងអំឡុងពេលនោះប៉ុន្តែសង្គ្រាមមិនទាន់បានបញ្ចប់ទេហើយអ្វីដែលជាបញ្ហានោះគឺប្រជាជនរបស់យើងក៏នៅតែមានការជម្លៀសខ្លួនអ្នកខ្លះក៏មិនទាន់អាចត្រឡប់ទៅផ្ទះវិញបានដូចគ្នាផ្ទុយទៅវិញនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសថៃនៅកន្លែងដែលជម្លៀសខ្លួនប្រជាជនបានត្រឡប់ទៅកន្លែងរស់នៅរបស់ពួកគេដូចដើមហើយកន្លែងនេះគឺមានភាពខុសគ្នាខ្លាំងមែនទែនក៏ប៉ិតមើលក៏ដឹងដែរថាតើប្រទេសណាឈ្លានពានប្រទេសណាប្រទេសថៃបើសិនជាត្រូវកម្ពុជាឈ្លានពានពិតមែននៅក្នុងចន្លោះពេលនោះប្រហែលជាពេលនេះប្រជាជននឹងមិនទាន់បានត្រឡប់ទៅផ្ទះវិញទេប៉ុន្តែផ្ទុយទៅវិញប្រជាជនរបស់ថៃបានត្រឡប់ទៅរស់នៅដោយធម្មតាទៅហើយដោយឡែកប្រជាជនកម្ពុជាតែត្រូវបានថៃចាប់ប្រកាន់ថាយើងទៅបំពេញវិញទេដែលមិនអាចចូលផ្ទះរបស់ខ្លួនឯងបានពីព្រោះដីទីតាំងកន្លែងផ្ទះភូមិឋានដែលខ្លួនឯងធ្លាប់រស់នៅត្រូវបានថៃក្តាប់ក្តាប់បាត់ទៅហើយបែបនេះតើអ្នកណាឈ្លានពានអ្នកណាអត់ពិតប្រាកដដូច្នេះហើយស្ថានភាពនៃការសាងសង់របងមួយនេះមិនមែនគ្រាន់តែជាការសាងសង់របងព្រំដែនធម្មតាទេមើលយ៉ាងណាក៏មិនអាចមើលឃើញថារបងមួយនេះគឺជាគម្រោងសាងសង់ធម្មតាដែរហើយវាក៏អាចក្លាយទៅជានិមិត្តសញ្ញានៃការផ្លាស់ប្ដូររបៀបគ្រប់គ្រងនិងរបៀបចរចាផ្នែកសន្តិសុខតាមរយៈព្រំដែនកម្ពុជានិងថៃផងដែរប៉ុន្តែចំណុចសំខាន់មួយទៀតត្រង់ថាសំណួរដ៏ធំបំផុតដែលយើងឆ្ងល់តាំងពីលើមកហ្នឹងអត់ទាន់មានចម្លើយទេបាននិយាយពីផលប៉ះពាល់មកលើកម្ពុជាផ្នែកពាណិជ្ជកម្មឥឡូវនេះយើងមិនមានទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយគ្នាទេដូច្នេះបើទោះបីជាសាងសង់របងហើយឬក៏មិនហើយនៅពេលខាងមុខទៀតបើយើងនៅតែបន្តបិទច្រកនឹងមិនមានឥទ្ធិពលជះមកលើកម្ពុជាឡើយពាក់ព័ន្ធទៅនឹងការសាងសង់របងនេះ
ក៏ប៉ុន្តែប្រសិនបើថ្ងៃអនាគតមានការចរចាគ្នារួចរាល់មានការបើកច្រកវិញហើយការធ្វើពាណិជ្ជកម្មរបស់យើងដោយមានរបងខណ្ឌចែកបែបនេះកម្ពុជានិងថៃធ្លាប់មានទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាយូរមកហើយប្រសិនបើរៀងរាល់ថ្ងៃមានការដឹកជញ្ជូនទំនិញកសិផលឬក៏របស់របរផ្សេងៗប្រើប្រាស់ឆ្លងកាត់ព្រំដែនពិតមែនហើយនឹងមានការរឹតបន្តឹងកាន់តែខ្លាំងឡើងតបពីមានរបងព្រំដែននោះការត្រួតពិនិត្យនឹងអាចធ្វើឲ្យចំណាយពេលយូរជាងមុនហើយអាចបង្កើនការចំណាយក៏ដូចជាប៉ះពាល់ដល់អាជីវកម្មទាំងផ្នែកដឹកជញ្ជូនឆ្លងដែនទោះបីយ៉ាងណាក៏ដោយមកដល់ពេលនេះយើងមិនទាន់មានភស្តុតាងណាមួយថារបងសាក់លបងនេះគឺបណ្ដាលឲ្យមានផលប៉ះពាល់ទៅលើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅថ្ងៃអនាគតទេតែផលប៉ះពាល់ដែលកើតមានរួចមកហើយបើទោះបីជាមានរបងឬមិនមានរបងឥឡូវនេះយើងកំពុងស្ថិតនៅក្នុងផលប៉ះពាល់នៅប្រទេសទាំងពីរនឹងឯងពាក់ព័ន្ធរឿងផ្នែកពាណិជ្ជកម្មគ្រាន់តែថាប្រទេសធំចំណូលធំផលប៉ះពាល់ក៏វាអាចធំជាងយើងដែរអំពីការសាងសង់របស់នេះដដែលចំណុចប៉ះពាល់ទី2គឺផ្នែកសន្តិសុខសារព័ត៌មានថៃបានផ្សព្វផ្សាយអំពីមន្ត្រីថៃធ្វើការបញ្យល់ថារបងសាងសង់នេះគឺធ្វើឡើងដើម្បីការពារសន្តិសុខនិងការឆ្លងដែនខុសច្បាប់ហើយនឹងការពារសុវត្ថិភាពប្រជាជននៅតាមព្រំដែនសារព័ត៌មានអន្តរជាតិ Reuters បានរាយការណ៍ថានេះគឺជាការបញ្យល់របស់ភាគីថៃដែលទន្ទឹមនឹងនេះមានមនុស្សជាច្រើនកំពុងតែមានការព្រួយបារម្ភថាការសាងសង់របងនោះនៅចំទីតាំងដែលយល់ស្របគ្នារវាងប្រទេសទាំងពីរដែរឬទេបើសិនជាមិនមានការយល់ស្របឬក៏មិនមានប្រតិបត្តិការគ្រប់គ្រាន់ទៅលើទីតាំងនៃការសាងរបងវានឹងអាចបង្កជាបញ្ហាដូច្នេះការសាងសង់របងមួយគឺមិនមែនជាបញ្ហាវិស្វកម្មតែម្យ៉ាងនោះទេប៉ុន្តែវាពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរផងដែរបញ្ហាទី3វានឹងកើតឡើងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននៅតែនិយាយដដែលទោះបីជាយើងសាងសង់របងរួចឬក៏មិនទាន់សាងសង់របងក៏ដោយនេះជាផលដែលយើងគិតទុកឬក៏បារម្ភទុកទេថាវានឹងអាចប៉ះពាល់នៅពេលអនាគតឬក៏នៅពេលក្រោយតែប៉ុណ្ណោះចឹងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនវិញអ្វីដែលពួកគាត់ចង់បានជាងគេគឺជាស្ថិរភាពបើយើងមើលចិត្តបេះដូងរបស់ប្រជាជនដែលរស់នៅតាមព្រំដែនបិទច្រកនិងបើកច្រករឿងពាណិជ្ជកម្មវាសំខាន់សម្រាប់ពួកគាត់ណាស់ទៅហើយតែអ្វីដែលពួកគាត់ចង់បានបំផុតសម្រាប់ជីវិតគឺជាស្ថិរភាពក្នុងការរស់នៅមនុស្សជាច្រើនដែលពឹងផ្អែកទៅលើពាណិជ្ជកម្មក៏ដូចជាការងារនិងការឆ្លងដែនផ្សេងៗពួកគាត់កំពុងតែជួបវិបត្តិប្រសិនបើមានការបិទច្រកព្រំដែនមែនវិបត្តិនឹងនៅតែបន្តហើយបើសិនជាមានការបើកច្រកព្រំដែនមែនក៏មិនមែនមានន័យថាអស់វិបត្តិនឹងដែរប្រសិនបើការគ្រប់គ្រងតាមច្រកព្រំដែនពិតជាមានការផ្លាស់ប្ដូរមែនពួកគាត់ត្រូវតែសម្របខ្លួនទៅតាមនីតិវិធីថ្មីៗទោះបីជាយ៉ាងណាក៏ដោយផលប៉ះពាល់ជាក់ស្ដែងគឺអាស្រ័យទៅលើរបៀបនៃការអនុវត្តនិងវិធានការនានាព្រមទាំងលទ្ធផលនៃការចរចារបស់ប្រទេសទាំងពីរផងដែរតើព្រំដែនកម្ពុជាថៃនឹងទៅជាយ៉ាងណានៅពេលដែលយើងនិយាយអំពីព្រំដែនពាក្យថាព្រំដែនធម្មតាយើងស្ដាប់ទៅប្រៀបបីដូចជាខ្សែបន្ទាត់ដែលនៅលើផែនទីឬគ្រាន់តែជាខ្សែបន្ទាត់ដែលខណ្ឌចែករវាងប្រទេសមួយនិងប្រទេសមួយឬទីតាំងមួយជាមួយនឹងទីតាំងមួយទៀតតែប៉ុណ្ណោះតែការពិតទៅព្រំដែនគឺជាកន្លែងដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពការចេញចូលការដឹកនាំទំនិញក៏ដូចជាការរស់នៅរបស់មនុស្សរាប់លាននាក់នៅក្នុងប្រទេសទាំងមូលតែម្ដងពាក្យថាព្រំដែនមិនមែនគ្រាន់តែជាខ្សែបន្ទាត់ដែលនៅលើផែនទីឬមិនមែនគ្រាន់តែជាកន្លែងដែលអាចធ្វើរបងបាននោះទេប្រសិនបើមានបញ្ហាអ្វីដែលកើតឡើងនៅព្រំដែនវាស្មើនឹងប្រទេសទាំងមូលគឺជួបបញ្ហាដូចគ្នានឹងឯងដូច្នេះហើយវិស័យជាច្រើននៅក្នុងប្រទេសនីមួយៗក៏មានការផ្លាស់ប្ដូរដែរខ្លឹមសាររបស់វីដេអូទាំងមូលរបស់ Shop នេះគឺពាក់ព័ន្ធទៅនឹងថៃសាងសង់របងនៅផ្នែកមួយនៃព្រំដែនជាមួយនឹងកម្ពុជាគឺជាព័ត៌មានដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតមិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានិងថៃទេក៏ប៉ុន្តែដល់ថ្នាក់សារព័ត៌មានអន្តរជាតិក៏យកទៅចុះផ្សាយអំពីរឿងនេះដែរប៉ុន្តែដើម្បីយល់ពីព័ត៌មានមួយនេះបងប្អូនកុំគ្រាន់តែមើលចំណងជើងឬកុំគ្រាន់តែមើលព័ត៌មានខ្លីៗ20 second 30 second ឬមួយក៏1នាទីរបស់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមឯសោះតែសូមឲ្យបងប្អូនទាំងអស់គ្នាទៅស្វែងរកព័ត៌មានដែលមានប្រវត្តិនិងប្រភពច្បាស់លាស់ដើម្បីឲ្យដឹងពិតប្រាកដថាការសាងសង់របងនោះនៅត្រង់ចំណុចណាកំពុងនៅចំណុចដែលពាក់ព័ន្ធនៅក្នុងការដោះស្រាយដែរឬទេឬក៏ជាកន្លែងដែលយើងពិតជាមានការដោះស្រាយគ្នារួចរាល់ហើយមែនបើបងប្អូនយល់ឃើញថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និង subscribe Channel YouTube របស់ Shop Inter ផងដើម្បីកុំឲ្យខាតខានវីដេអូថ្មីៗនៅវគ្គបន្ទាប់ទៀតនៅវគ្គបន្ទាប់យើងនឹងស្វែងយល់អំពី call center និង scam ថាតើបណ្ដាញទាំងនេះដំណើរការយ៉ាងដូចម្តេចហេតុអ្វីបានជានៅតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាតំបន់ក្តៅសម្រាប់ call center និង scam Shop Inter ជឿថាវីដេអូបន្ទាប់នេះនឹងជួយឲ្យបងប្អូនទាំងអស់គ្នាយល់កាន់តែច្បាស់ពីបញ្ហាមួយដែលកំពុងតែប៉ះពាល់ដល់ប្រជាជនក្នុងតំបន់យើងតែម្ដងរងចាំទស្សនានៅក្នុងវគ្គបន្តទាំងអស់គ្នា There are a lot of gray goods. How is the atmosphere? Is it quiet? No one tells about it. There are no more casual customers. They don't come much because it's suitable for wholesalers like me who come to select raw and finished products. I didn't come to buy and wait. Here are some raw materials that I have selected and left behind. Don't forget to look at the view and review my shoes. The shop is not slow at Nam. Whoever wants to come, come. Whoever doesn't want to come, come. I think it's too crowded. Not an air-conditioned market where you can just chill out. Bringing your kids and grandkids here is extremely difficult. We'll see you later.
Oh. The lady sent it. Tell me up there. Dot. This is a great market. There will be a zone with a lot of shoes. It looks quiet. There are only people coming to grab shoes and we're going back to the car because we're going to get in the car and